ព្រមសំណាងទទួលបានរថយន្តមួយគ្រឿងតម្លៃជិត$30,000ពីការប្រកួត3គូស្នេហ៍នៅក្នុងសិទ្ធិនារី8មីនាទោះបីជាជាប់ចំណាត់ថ្នាក់លេខ2ក៏អ្នកប្រដាល់គុណខ្មែរព្រមសំណាងបានទទួលរង្វាន់រថយន្ត Mazda មួយគ្រឿងដែលមានតម្លៃជិត$30,000ដោយអ្នកដែលជាប់ចំណាត់ថ្នាក់លេខ1ដែរពីការប្រកួត3គូស្នេហ៍នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនភេទជ្ជៈពៅកម្លាំងមួយដែលរៀបចំឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រចំថ្ងៃសិទ្ធិនារីអន្តរជាតិ8មីនាលោកកឹមសំអល់ដែលជាអ្នកតាកែវនិងមានទីលំនៅនៅក្នុងបូរីឈូវ៉ា2បានប្រើថេរវេលារហូតដល់8ម៉ោងនៅក្នុងការ3គូស្នេហ៍ទម្លាក់កីឡាករជើងខ្លាំងព្រមសំណាងដែលជួយគូប្រជែងចុងក្រោយបង្អស់នៅក្នុងចំណោមបេក្ខជនរហូតដល់ជាង500គូឲ្យធ្លាក់មកនៅចំណាត់ថ្នាក់លេខ2ទទួលបានត្រឹមតែម៉ូតូយ៉ាម៉ាហាមួយគ្រឿងប៉ុណ្ណោះទោះបីជាយ៉ាងណាគណៈកម្មការរៀបចំការប្រកួតក៏សម្រេចចិត្តភ្លាមបដូររង្វាន់ម៉ូតូទៅជារថយន្ត Mazda ឲ្យស្មើនឹងអ្នកចំណាត់ថ្នាក់លេខ1ដោយយល់ឃើញថាការចាញ់ឈ្នះមានថេរវេលាលើសខ្វះគ្នាតែបន្តិចបន្តួចប៉ុណ្ណោះម្យ៉ាងវិញទៀតដោយផ្អែកទៅលើដៃគូព្រំសំណាងរៀងមានទម្ងន់ធ្ងន់ជាងហើយព្រំសំណាងគឺជាកីឡាករគុណខ្មែរលំដាប់ប្រទេសទៀតផងនោះទើបខាងក្រុមហ៊ុនសម្រាប់ប្រកួតរង្វាន់រថយន្តឲ្យមួយគ្រឿងដូចគ្នាតែម្ដងទៅគួររំលឹកផងដែរថាកម្មវិធីប្រកួត3គូស្នេហ៍យករង្វាន់រថយន្តខាងលើនេះបានកំណត់លក្ខខណ្ឌដល់បេក្ខជនចូលរួមមិនឲ្យ3រង្គើខ្លួននោះទេបើមិនដូច្នេះទេនឹងត្រូវជ្រុះចេញពីកម្មវិធីហើយបើចសូមបញ្ចប់នៅតំបន់នេះតែតំណែងសិនហើយបន្តចូលទៅតំបន់សារព័ត៌មានមួយទៀតអង្គរសង្ក្រាន្តសៀមរាបឆ្នាំនេះនឹងទាក់ទាញពលរដ្ឋខ្មែរនិងភ្ញៀវទេសចរទៅទស្សនាយ៉ាងច្រើនកកអង្គរសង្ក្រាន្តឆ្នាំ2023នៅលើទឹកដីខេត្តសៀមរាបនឹងប្រារព្ធនាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនៅក្នុងពាក់កណ្ដាលខែមេសាខាងមុខនេះនឹងទាក់ទាញការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរចូលរួមច្រើនកកជារៀងរាល់ឆ្នាំកន្លងមកអត់ទាន់ដឹងផងជាក៏ទៅហើយអ្វីដែលធ្វើពលរដ្ឋខ្មែរនិងភ្ញៀវទេសចរអញ្ជើញមកទស្សនានេះគឺដោយសារតែអង្គរសង្ក្រាន្តនឹងមានកម្មវិធីប្លែកៗច្រើនរួមទាំងការបង្កើតវត្ថុដែលមានរូបរាងធំដូចជាអន្សមយក្សនឹងធ្វើម្ដងទៀតនឹងលេងល្បែងបែបប្រជាប្រិយខ្មែរជាដើមនិងមានកម្មវិធីផ្សេងទៀតដែលអ្នកដែលចូលរួមទស្សនាមិននឹកស្មានដល់ដែលធ្វើឲ្យអ្នកចូលទស្សនានឹងសប្បាយរីករាយជាងឆ្នាំមុនកន្លងមកអាដាមហ៊ុនវ៉ានីបានត្រៀមរៀបចំខួប10ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទក្តីស្រមៃនិងក្តីសង្ឃឹមថាបន្ទាប់ពីមានការខកខាននៃការរៀបចំធ្វើអង្គរសង្ក្រាន្តលក្ខណៈទ្រង់ទ្រាយនៅខេត្តសៀមរាបតែឲ្យមានការរៀបចំនៅតាមបណ្ដារាជធានីឆ្នាំកន្លងមករាជរដ្ឋាភិបាលបានសម្រេចឲ្យរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបឆ្នាំ2023នៃខែមេសាចំថ្ងៃចូលឆ្នាំប្រពៃណីខ្មែរឆ្នាំថោះនេះឡើងវិញហើយអាដាមបានលើកឡើងថាអង្គរសង្ក្រាន្តឆ្នាំ2023នេះដែលសម្ដេចជួហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានឹងអញ្ជើញចូលរួមបើកដំណើរការផងដែរអង្គរសង្ក្រាន្តនេះដែលនឹងមានការរៀបចំកម្មវិធីប្លែកៗជាច្រើនផងដែរពោលគឺមានភាពសម្បូរបែបជាងឆ្នាំកន្លងមកដូចជាកម្មវិធីសាសនាកម្មវិធីសប្បាយការបង្កើតវត្ថុធំដែលមិននឹកស្មានដល់នៅលើសកលលោកអាដាមក៏បានលើកឡើងថាដែលជាព្រឹត្តិការណ៍នៃការលើកយកនៅកេរដំណែលអរិយធម៌វប្បធម៌ទំនៀមទម្លាប់និងស្នាដៃបុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជាល្បែងប្រជាប្រិយរបាំបុរាណរបាំប្រពៃណីនិងរបាំប្រជាប្រិយការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់និងសិល្បៈទស្សនីយភាពជាច្រើនទៀតអាដាមបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសាជាថ្មីម្ដងទៀតនៅលើទឹកដីអង្គរនៃខេត្តសៀមរាបគឺដើម្បីការជួយជួបជុំមហាគ្រួសារខ្មែរនិងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងត្រូវបានរៀបចំសាជាថ្មីនៅថ្ងៃទី14 15និង16ខែមេសាឆ្នាំ2023ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ក៏ដូចជាប្រារព្ធខួប10ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលជាការរំលឹកដល់វីរភាពនៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរនៅលើទីតាំងនៃបេតិកភណ្ឌអរូបីនៃពិភពលោកព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្សនិងអភិវឌ្ឍវប្បធម៌លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិរួមទាំងបានផ្ដល់នូវឱកាសឲ្យយុវជនប្រជាជនភ្ញៀវបរទេសជាតិនិងអន្តរជាតិចូលរួមស្វែងយល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញភាពសម្បូរបែបនៃវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណីនិងសាសនាជាដើមព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមបំផុសបំផុលស្មារតីប្រជាជនកម្ពុជាជាពិសេសយុវជនកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយឲ្យមានមោទនភាពស្រឡាញ់វប្បធម៌អរិយធម៌ប្រពៃណីនិងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិនិងបន្តថែរក្សាមរតកនេះឲ្យបានគង់វង្សដូចជាបំផុសគំនិតរួបរวมកម្លាំងសាមគ្គីជាធ្លុងមួយនិងជាគ្រួសារខ្មែរតែមួយព្រមទាំងបណ្ដុះស្មារតីអភិរក្សនិងអភិវឌ្ឍវប្បធម៌បើវចនាជាតិដួងព្រលឹងនិងអត្តសញ្ញាណជាតិខ្មែរលើពីនេះថែមទៀតព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏បានផ្ដល់នូវឱកាសពាណិជ្ជករសហគ្រិនអាជីវករតាំងបង្ហាញនិងលក់ផលិតផលពាណិជ្ជកម្មសិប្បកម្មនិងសេវាកម្មនានាដើម្បីចូលរួមចំណែកលើកស្ទួយជំរុញដល់ទេសចរណ៍ស្រុកនិងអន្តរជាតិដែលអាចចាត់ទុកបានថាជាមាសបៃតងរបស់កម្ពុជានិងជាពិសេសការចងចាំនៅភាពរីករាយរបស់បងប្អូនជាពលរដ្ឋកម្ពុជាដែលបានដក់ជាប់នៅក្នុងស្មារតីនៃមហាគ្រួសារខ្មែរគ្មានថ្ងៃបំភ្លេចបានបន្ទាប់អំពីបានគិតនិងបានចាប់ផ្ដើមគូហើយក៏មានក្តីស្រមៃនិងក្តីសង្ឃឹមរបស់ក្រុមយុវជនមួយក្រុមតូចមួយបានរីកស្គុះស្គាយបន្ទាប់អំពីពួកគេបានដាក់គោលដៅសិក្សាសហការគ្នាសាមគ្គីគ្នាលះបង់កម្លាំងកាយចិត្តសមត្ថភាពបញ្ញាស្មារតីគ្រប់សពបែបយ៉ាងនៅក្នុងគោលដៅដើម្បីបុព្វហេតុជាតិមាតុភូមិតែមួយជំរុញការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2023នេះក្រុមការងាររៀបចំសង្ឃឹមថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនឹងនាំមកនូវមហាជោគជ័យថ្មីមួយដល់ជនរួមជាតិខ្មែរខាងលើទិដ្ឋភាពសិល្បៈវប្បធម៌ស្មារតីជាតិខ្មែរក្រោមដំបូលគ្រួសារខ្មែរតែមួយទិដ្ឋភាពសេដ្ឋកិច្ចដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងការរស់នៅជាមួយនឹង COVID-19 តាមគន្លងប្រក្រតីភាពថ្មីតាមផែនទីចង្អុលផ្លូវស្ដីអំពីផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្រោយវិបត្តិជំងឺ COVID-19 ឆ្នាំ2021-2023គឺមានគោលបំណងជំរុញភ្ញៀវទេសចរក្នុងស្រុកឲ្យបាន11លាននាក់ក្នុងឆ្នាំ2023ដែលជាឆ្នាំរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរហើយការចូលរួមចំណែកកសាងនិងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីចូលរួមនិងជះឥទ្ធិពលវិជ្ជមានដល់ការចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តរួមទាំងការប្រកួតកីឡាស៊ីហ្គេមឆ្នាំលើកទី32អាស៊ានលើកទី12ឆ្នាំ2023ដែលកម្ពុជានឹងជាម្ចាស់ផ្ទះចំណែកឯលោកសោមរតនៈប្រធានផ្នែកព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2023របស់សហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានក្រោយបញ្ចប់ពិធីក្រុងប៉េលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីលានជលដំរីនៅអង្គរធំខេត្តសៀមរាបបានដឹងថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះរៀបចំចំនួន6ទីតាំងកម្មវិធីកម្សាន្តមានចំនួន44កម្មវិធីដែលរៀបចំឡើងនៅតំបន់រមណីយដ្ឋានអង្គរនៅក្នុងក្រុងសៀមរាបដោយមានក្រុមយុវជនសយក ចំនួន5000នាក់ផងដែរបាទសូមបញ្ចប់នៅតំបន់នេះតែត្រឹមនេះសិនហើយបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបាននៅព័ត៌មានផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា